បើសិនណាជាអាជីវកម្មយើងបន្តចំណូលយើងវាធ្លាក់ចុះជាបន្តបន្ទាប់រហូតហើយតើយើងជាម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះបាទដំបូងបំផុតយើងត្រូវគេហៅ restructure គេហៅកំណែទម្រង់ក្រុមហ៊ុនយើងឡើងវិញត្រូវសិក្សាពីតម្រូវការអតិថិជនថាតើផលិតផលយើងឆ្លើយតបនឹងតម្រូវការអតិថិជននៅទី2ទៅសិក្សាពីដៃគូប្រកួតប្រជែងតើដៃគូប្រកួតប្រជែងបានឆ្លើយតបតម្រូវការអតិថិជនបានប្រមាណភាគរយហើយបានទី3យើងមករៀបចំផលិតផលឬសេវាកម្មយើងឡើងវិញដើម្បីឲ្យឆ្លើយតបនឹងតម្រូវការអតិថិជនហើយទន្ទឹមនឹងនោះយើងនឹងបង្កើនផលិតផលថ្មីឬសេវាកម្មថ្មីឲ្យឆ្លើយតបហើយគឺពង្រឹងសមត្ថភាពបុគ្គលិកយើងហើយ restructure នៅបុគ្គលិកឡើងវិញបុគ្គលិកណាអសកម្មត្រូវតែបញ្ឈប់គាត់ទុកតែបុគ្គលិកសកម្មហើយរើសបុគ្គលិកថ្មីដែលជាបុគ្គលិកសកម្មហ្នឹងហើយបើសិនណាជាយើងបានធ្វើបែបនេះមានន័យថាយើង restructure ឡើងវិញកាត់ចោលនៅបុគ្គលិកអសកម្មទុកបុគ្គលិកសកម្មហើយរៀបចំផលិតផលយើងឲ្យឆ្លើយតបនឹងតម្រូវការអតិថិជនហើយល្អជាងដៃគូប្រកួតប្រជែងហើយយើងចាប់ផ្ដើមផ្សព្វផ្សាយឡើងវិញ online offline ឡើងវិញអញ្ចឹងប្រាក់ចំណូលរបស់យើងនឹងកើនឡើងប្រាក់ចំណូលយើងនឹងកើនឡើងប្រាក់ចំណេញនឹងកើនឡើងហើយបើសិនណាយើងអត់បានធ្វើបែបនេះទេ business របស់យើងឬអាជីវកម្មយើងបន្តធ្លាក់ចុះហើយបើយើងបានធ្វើដូចខ្ញុំប្រាប់ឡើងវិញមានន័យថាយើងត្រូវតែ restructure វាឡើងវិញនៅផលិតផលនិងសេវាកម្មយើងឲ្យឆ្លើយតបនឹងតម្រូវការអតិថិជនឲ្យត្រូវនឹងល្អជាងដៃគូប្រកួតប្រជែងនោះអាជីវកម្មយើងគឺងើបឡើងវិញបានល្អហើយបាទអរគុណច្រើនបាទ